បងប្អូនត្រូវចាំណាការប្តីបារាំងប្រពន្ធបារាំងក៏ដោយមិនមែនបានថាម្នាក់នឹងអាចធានាយើងមកដល់ស្រុកបារាំងនេះបានទេណាបើករណីដែលគាត់នឹងស្ចាយលុយបរិវត្តខ្ញុំចង់ជម្រាបចឹងណាកុំឲ្យច្រឡំណាហើយចង់ជួលផ្ទះចង់ជួលអីក៏ដោយឲ្យមានស្រួលទេអ្នកខ្លះវិញគាត់អត់មានផ្ទះអត់មានអីចាត្រូវឆ្លងកាត់ច្រើនកលៈណាស់គុំគិតអូអញបានប្តីប្រាំងអញបានប្រពន្ធប្រាំងអញអាចមកទៅស្រុកប្រាំងបានហើយនៅពេលដែលបងប្អូនចង់ទៅនរណាម្នាក់មកដល់ប្រទេសបារាំងនេះមិនមែនបានន័យថាជាមួយជាយើងរៀបការជាប្តីជនជាតិបារាំងក៏ដោយជាប្រពន្ធជនជាតិបារាំងក៏ដោយបើសិនជាបងប្អូនប្តីរបស់បងប្អូនឬក៏ប្រពន្ធបងប្អូនណាចាយលុយបរិវត្តដូចថាសុំលុយគេហៅថា ASR ឬក៏ជំនួយបរិវត្តប្តីយើងមិនអាចធានាប្រពន្ធឬក៏មកដល់ស្រុកបារាំងនេះបានទេហើយខ្ញុំក៏ចង់ជម្រាបដល់បងប្អូនដែរព្រោះពេលដែលចាក់ណៃដែរជួលផ្ទះវិញអ្នកខ្លះគាត់ដូចថាផ្ទះគាត់ទូចហើយដល់គាត់ចង់រកជួលផ្ទះហ្នឹងដូចថាមិនជួលផ្ទះរបៀបបន្ទប់មួយកន្ទប់មួយទឹកឯងអត់មានទេការ៉េអីគេហៅជួលផ្ទះហាងគាត់គាត់នៅកន្ទប់ហ្នឹងណាយកទៅឲ្យគេអត់បានទេបងប្អូនត្រូវមានគេហៅថាពេលដែលយកទៅឲ្យព្រឹត្តិការណ៍តាក់ទងនឹងគ្នាអីឬក៏ឲ្យទូកខ្មែរស្រុកខ្មែរនោះណាគេត្រូវមើលស្អីគេហៅថាបើសិនជាម្ចាស់ផ្ទះវិញគេហៅអប្រូពីផ្ទះដើម្បីជាម្ចាស់ផ្ទះហើយបើយើងជាអ្នកជួលវិញគេហៅថាស្អីគេកុងត្រាដូចបាយអីចឹងណាកុងត្រានៃការជួលផ្ទះរបស់យើងណាចាតែយើងជួលផ្ទះតម្លៃប្រមាណដូចថាប្រមាណខែកុងត្រាឲ្យមានសម្បត្តិអាភ្លើងអាទឹករបស់យើងមានស្អីចឹងចារយៈពេលយ៉ាងតិចក៏3ខែដែរគេឲ្យយើងអញ្ចឹងណាមិនមែនយើងអត់មានអីគ្រាន់តែថាពួតម្ចាស់ផ្ទះខ្លះគាត់ជួលផ្ទះហ្នឹងតែគាត់គឺគាត់ទៅបង្ងឹតណាចង់បានលុយក្រៅគាត់អត់មានដាក់ដីការ៉េទេយកអត់មានសិទ្ធិដាក់ឈ្មោះដាក់អីរបស់យើងអត់ដឹងទេណាចាតែបើប្រយ័ត្នតែមែនតើហើយមុននឹងបានជួលផ្ទះឲ្យគេណាបងគេម្ចាស់តែគេជួលផ្ទះដីការ៉េរបៀបតំទៅមានបាយbênអីចឹងម្ចាស់ផ្ទះគេណាអ្នកដែលទៅជួលផ្ទះហ្នឹងណាត្រូវគេបង្ហាញគេចាំត្រូវមើលបង្ហាញគេប្រាក់ខែយើងចំប្រាក់ខែប៉ុន្មានដូចថាធម្មតានៅស្រុកប្រាំងនេះពេលយើងជួលផ្ទះតោះតាចំណូលចង់និយាយថាគេយកប៉ុន្មានអ្នកនោះដូចបងប៉ុន្មានដូចថាផ្ទះដូចថាយើងបើថាយើងបងតម្លៃផ្ទះ1000អញ្ចឹងយើងជាយើងបងតម្លៃផ្ទះ1000អញ្ចឹងគេឡើងគាត់ទៅនេះគេនឹងគួយតែដូចបងតម្លៃ1000អញ្ចឹងយើងជាម្ចាស់ផ្ទះហ្នឹងយើងអ្នកជួលផ្ទះហ្នឹងត្រូវមានចំណូលក្នុងប្រហែលជាជាង2000ដែរបងប្អូនពួកគេគិតទាំងថ្លៃយើងចាយថ្លៃយើងឲ្យទៅគ្រប់គ្រប់យ៉ាងដូចយកចំណូលរបស់យើង30%ទៅ35%ទេចាណាអាហ្នឹងឯងហើយនឹងឯងបងប្អូនឲ្យត្រូវមានគេហៅកក់ទៅឲ្យគេទៀតមិនមែនថានេះណាប្រហែលទៅចឹងទៅតាមតម្លៃផ្ទះរបស់យើងចឹងទៅមិនមែនឲ្យចឹងបានថាមិនមែនបាត់នេះទៅស្រួលទេហើយពេលទៅសម្ភាសជាមួយនឹងស្ថានទូតនៅស្រុកប្រាំងនោះណាពេលដែលកម្មាថានេះឲ្យគេសម្ភាសសួរប្តីឲ្យប្រពន្ធណាតើអ្នកឯងនៅស្រុកប្រាំងមានធ្វើមានអីខ្លះយើងមានផ្ទះជួលក៏មានផ្ទះទី3ជួលឲ្យគេឬក៏យើងមានអ្វីជាហាងជាស្អីបញ្ជាក់ទៅគេទៅអាហ្នឹងគេមើលស្អីរបស់យើងបានន័យថាមនុស្សម្នាក់ហ្នឹងយកប្រពន្ធមកកូនមកបានឲ្យអាចចំប្រពន្ធកូនខ្លួនបើសិនយើងអត់មានអីទេណាគេអត់ឲ្យមកទេបងប្អូនខ្ញុំគ្រាន់ចង់ជម្រាបអញ្ចឹងសូម្បីតែសុំពីព្រះវិទ្យានៅស្រុកប្រាំងនេះបើសិនចំណូលយើងតិចអីតិចណាអត់បានទេចង់និយាយចំណូលទូចពេកអត់បានទេសូម្បីក៏អត់បានដែរខ្ញុំមកចង់ជម្រាបបងប្អូនអញ្ចឹងកុំឲ្យច្រឡំអូអញបានប្តីប្រាំងអញបានប្តីប្រាំងអញត្រូវទៅបានតលីប្តីប្រពន្ធប្រាំងអញបាននៅសុំប្រាំងទៅអត់ទេណាខ្ញុំជម្រាបណាអញ្ចឹងបានថាអ្នកតែខ្លះវិញពុនសម្រាប់ចិត្តថារៀបការទៅស្រឡាញ់អ្នកណាម្នាក់កុំឲ្យយើងសួរតែប្រាំងខ្ញុំក៏អត់ស្រឡាញ់ទេដើម្បីកណ្ដាស់ស្នាមហ្នឹងហើយគេហៅមារយាគិរីបងប្អូនសូមប្រយ័ត្នប្រយែងចំណិតតែក្នុងហ្នឹងមិនមែនទេណាអត់បានមកទេសូមន័យថាអ្នកនៅសុខប្រាំងនេះត្រៀបការហើយដើម្បីតែកណ្ដាស់ស្នាមជួនកាលអ្នកសុខប្រាំងស្រឡាញ់គាត់តែអ្នកសុខខ្មែរអត់ស្រឡាញ់ទេគ្រាន់ការដើម្បីកណ្ដាស់ស្នាមណាបើសិនរយៈពេលការហើយបើសិនជាគិតថាម្នាក់ហ្នឹងអត់ថាអត់ស្រឡាញ់ណាអ្នកដែលជនជាតិប្រាំងហ្នឹងយកសបុតទៅធ្វើគេហៅថាអីកាត់អីទៅកន្លែងដូចថាកន្លែងលីប្រាប់សិនណាគេហៅថាដូចថាម្នាក់ហ្នឹងអត់ស្រឡាញ់ទេដូចថាចេញចុះអីចឹងទៅដូចចេញពីផ្ទះឬក៏ធ្វើអីទៅប្រហែលចឹងណាសវត្តតែសេសួរដល់បងប្អូនដែលបានហ្នឹងត្រូវព្រមពីដកទៀតដល់ឯក្នុងក្នុងនេះចឹងណាបងប្អូនណាកុំគិតថាការដើម្បីឯកសារច្បាប់ឥឡូវកាន់តែតឹងរៀងសុំទេខ្ញុំចង់បានទៅគេបានតតែយើងមានអាសនាអត់មិនមានទៅសុំទោសចាអញ្ចឹងមានតែប៉ុណ្្នឹងឯងអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់អ្នកខ្ញុំមានខុសឆ្គងអ្វីក៏សូមអភ័យទោសអរគុណ